ពួកយើងខ្ញុំមិនមែនប្រឆាំងទេហើយក៏មិនមែនច្បាប់ណាក៏មិនគ្រប់គ្រងដែរគឺអត់ទេបើត្រូវគឺយើងខ្ញុំគ្រប់គ្រងឲ្យសบายរីករាយចង់ឃើញការគ្រប់គ្រងជាងការប្រឆាំងទៅទៀតគ្រប់បញ្ហាទាំងអស់បញ្ហាជាតិធំសំខាន់សេដ្ឋកិច្ចបញ្ហាសង្គមកិច្ចបញ្ហាព្រំដែនដូចតែរឿងនៅថៃនោះអីចឹងថាគ្រប់គ្រងឲ្យដល់ឯកភាពតែមួយចំណាត់ការរបស់រដ្ឋាភិបាលប៉ុន្តែថានៅព្រំដែនខាងកើតដោះស្រាយនៅមានបញ្ហាអញ្ចឹងឃើញអញ្ចឹងអាហ្នឹងយើងត្រូវតែនិយាយយើងត្រូវតែជំទាស់ឲ្យរឿងហ្នឹងណាបើគាត់យកទៅហ៊ានបរទេសយកមកដាក់នៅលើទឹកដីខ្មែរមកគាត់អ្នកដំណើររឿងខ្មែរអានោះគឺថាយើងខ្ញុំសូមជំទាស់មិនបានបកគោលខ្មែរនៅខាងនោះក៏ដើរចូលមកខត់តំណាងរៀននៅខាងនេះនេះជារឿងមួយដែលមិនអាចទទួលយកបានយើងត្រូវតែមានឯកភាពគ្នាប្រជាជាតិមួយទាំងមូលគណៈឃើញត្រូវតែជួយគ្នាដោះស្រាយរឿងបរទេសរឿងឯងប៉ុន្តែខ្មែរនិយាយភាសាតែមួយសិនទោះជាមិនក៏ដោយបិទគ្នាវាយគ្នានៅក្នុងសភាប៉ុន្តែពេលចេញទៅក្រៅបើយកទឹកដីខ្ញុំនិយាយភាសាតែមួយនេះជាទម្លាប់តែប្រទេសគេធ្វើដូច្នេះសូមឲ្យតំណាងរដ្ឋាភិបាលឯកឧត្តមសុខមេតាយោគយល់អំពីបញ្ហាហ្នឹងហើយយើងខ្ញុំសង្ឃឹមថាឯកឧត្តមនឹងពិចារណានៅលើអនុសាសន៍ទាំងប្រមាណនេះគឺព្រោះថាមែនតើទៅវាជារឿងទ្រឹស្ដីវាជារឿងទ្រឹស្ដីសេដ្ឋកិច្ចដែលវាអត់មានអីដែលទៅច្បុកច្បល់ឬមួយក៏យើងគិតទៅថាបញ្ហានៅកន្លែងដែលយើងអនុវត្តទេនិយាយប្រហាក់ប្រហែលគ្នាទេប៉ុន្តែការអនុវត្តខុសគ្នាចឹងហើយសូមពង្រឹងការអនុវត្តឲ្យមានប្រសិទ្ធភាពហើយខ្ញុំសូមអរគុណសម្ដេចប្រធាន